អាល្អិតឯងពិតជាថ្លើមធំមែនឯងនឹងស្ដាយក្រោយចំពោះទង្វើរបស់ឯងនៅថ្ងៃនេះអាល្អិតពួតអាងហ៊ានធ្វើបាបព្រឹទ្ធាចារ្យត្រកូលស៊ុនយើងផងបំផ្លាញក្បួនការពីភ្នំយើងទៀតបើឯងព្រមតាក់ដៃទាំងសងខាងហើយលុតជង្គង់សុំទោសអាចរួចផុតពីសេចក្តីស្លាប់បានខ្ញុំនិងព្រឹទ្ធាចារ្យអសុនម្នាក់នេះស្គាល់គ្នាដោយសារការដោះដូរដាវហោះមួយនិងកញ្ចក់ស្ពាន់មួយនៅលើខ្លួនគាត់គឺបានមកពីការដោះដូរជាមួយខ្ញុំអ្នកទាំងអស់គ្នាអាចបើកថង់ផ្ទុករបស់គាត់មើលទៅនោះនឹងដឹងថាខ្ញុំនិយាយពិតឬអត់ហើយគាត់លុបខ្លួនចង់បានអាវុធវេទមន្តរបស់ខ្ញុំហើយមានបំណងសម្លាប់ខ្ញុំដើម្បីដណ្ដើមយកវាបន្ទាប់ពីត្រូវខ្ញុំវាយបកវិញគាត់ក៏រត់មកដល់ទីនេះអ្វីដែលគេនិយាយប្រហែលជាការពិតហើយប៉ុន្តែត្រកូលស៊ុនមិនអាចបណ្ដោយឲ្យក្មេងម្នាក់មកធ្វើព្យុះធ្វើភ្លៀងបានទោះជាកូនចៅត្រកូលណាក៏ដោយយើងត្រូវចាប់គេសិនចាំឲ្យចាស់ទុំគេមកដោះស្រាយបង្កើតក្បួនទង្វើរបស់អ្នកទាំងអស់គ្នាប្រហែលជាត្រកូលស៊ុនទាំងមូលសុទ្ធតែជាអ្នកសំគំនិតហើយតើគេមានកម្រិតដាំដុះកម្រិតណាទៅសម្ពាធបែបនេះគឺលើសពីកម្រិតយីងពីនទៅទៀតមិត្តសម្លាញ់សូមបន្ធូរកំហឹងសិនព្រឹទ្ធាចារ្យធំស្មារតីកម្រិតវិនទីងរឿងនេះត្រកូលស៊ុនយើងពិតជាបានប្រមាថដល់មិត្តសម្លាញ់មែនយើងសុខចិត្តសងជំងឺចិត្តសូមមិត្តសម្លាញ់បញ្ឈប់ទៅកុំធ្វើបាបក្មេងអីត្បូងស៊ូកពីសែនដុំរឿងនេះនឹងត្រូវបញ្ចប់បានគ្រាន់តែចំនួនដែលមិត្តសម្លាញ់ទាមទារច្រើនពេកទីនេះគ្រាន់តែជាសាខាត្រកូលស៊ុនប៉ុណ្ណោះសូមមិត្តសម្លាញ់រងចាំ3ថ្ងៃសិនដើម្បីឲ្យពួកយើងប្រមូលត្បូងស៊ូកសិនបានទេឆ្លើយយល់ព្រមលឿនណាស់បើបុកបរោះត្រកូលស៊ុននេះមិនមែនជាមនុស្សចិត្តទូលាយទេគឺច្បាស់ជាមានល្បិចអ្វីផ្សេងហើយបានយកត្បូងស៊ូពីសែនដុំចេញមកម្ដងទោះជាគ្រួសារធំក៏ត្រូវខាត់បង់ធ្ងន់ធ្ងរដែរបុកបរោះបានបញ្ជាផ្ទាល់ហើយត្រូវតែយល់ព្រមតាមសំណើទាំងអស់បញ្ជាចុះរឿងថ្ងៃនេះហាមនិយាយប្រាប់អ្នកក្រៅដាច់ខាតហើយក៏ហាមរំខានដល់គេដែរអ្នកណាបង្កចំនួននឹងត្រូវដកតំណែងភ្លាមហើយរងចាំការដាក់ទោសពេលនេះខ្ញុំមានត្បូងស៊ូករាប់ម៉ឺនដុំនៅនឹងខ្លួនហើយត្រូវតែស្រូបយកវាឲ្យអស់ឲ្យបានលឿនដើម្បីទម្លុះដល់កម្រិតវិនទីងដំណាក់កាលកណ្ដាលអញឈប់សិនក្មេងត្រកូលស៊ុនបើឯងនៅតែហ៊ានមករករឿងទៀតខ្ញុំនឹងមិនយកយកទៀតទេតើឯងដឹងទេថាអ្នកហាត់គុណឲ្យតម្លៃលើអ្វីជាងគេសូមប្រាប់ផងខ្ញុំប្រាប់ឯងចុះគឺការខិតខំប្រឹងប្រែងទោះបីជាឯងមានទេពកោសល្យមិនល្អប៉ុន្តែបើឯងខិតខំហាត់គុណប្រហែលជាអាចមានថ្ងៃរីកចម្រើនខ្ញុំយាមសរសៃវិញ្ញាណនៅទីនេះធ្លាប់ឃើញអ្នកហាត់គុណកម្រិតយានយីងនិងហ្វាសិនជាច្រើនមិនដែលឃើញអ្នកណាដូចឯងទេព្រឹកព្រលឹមបោះបង់ការហាត់គុណហើយចេញដើរលេងអាល្អិតនេះរដងសម្រាប់មនុស្សមិនញើតដៃសោះថ្ងៃនេះបែរជាត្រូវក្មេងម្នាក់ចាប់បានហើយស្ដីបន្ទោសទៅវិញទស្សនវិជ្ជាបែបនេះប្រហែលជា1000ឆ្នាំមានម្ដងហើយត្រូវតែកត់ត្រាទុកជាអនុស្សាវរីយ៍អ្វីដែលរៀមច្បងនិយាយគឺត្រឹមត្រូវហើយមិនមែនខ្ញុំមើលងាយឯងទេប៉ុន្តែនៅក្នុងពិភពហាត់គុណនេះមានតែការពង្រឹងខ្លួនឯងទេទើបអាចទៅបានឆ្ងាយថ្ងៃក្រោយបើមានចម្ងល់រឿងហាត់គុណអាចមកសួរខ្ញុំនៅទីនេះបានចងចាំថាត្រូវខិតខំហាត់គុណកុំខ្ជិលច្រអូសឲ្យសោះឯងចូលទៅចុះទោះបីជាអ្នកនេះមានកម្រិតដាំដុះខ្សោយក៏ដោយប៉ុន្តែបើប្រៀបធៀបនឹងការបោកប្រាស់នៅក្នុងពិភពហាត់គុណសម្ព័ន្ធមិត្តគឺមិនគួរឲ្យស្អប់ខ្ពើមនោះទេ
បន្ទាប់ពីឈានចូលដល់កម្រិតវិនទីងការហាត់គុណដោយប្រើត្បូងស៊ូគឺស៊ីច្រើនពេកទោះបីជាបុកបញ្ចូលទាំងត្បូងស៊ូពីសែនដុំរបស់ត្រកូលស៊ុនក៏ដោយខ្ញុំនៅតែមិនអាចឈានដល់កម្រិតវិនទីងដំណាក់កាលកណ្ដាលបានទេបើចង់ឈានដល់ជំហានទី2ត្បូងស៊ូក៏ដែលត្រូវការគឺមិនអាចនឹកស្មានដល់ទេពិភពទេវតាមិនមានទៀតទេលុះត្រាតែអ្វីដែលជំ